សូមស្វាគមន៍មកកាន់ Channel Taxi for Family ថ្ងៃនេះខ្ញុំចេញរត់ពីម៉ោង1ថ្ងៃរហូតដល់ម៉ោង12យប់ថាតើក្នុងមួយថ្ងៃរហូតដល់យប់ខ្ញុំទទួលបានចំណូលប៉ុន្មានខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាហើយមួយទៀតថាតើខ្ញុំបើក app Grab បានប្រមាណហើយបានលុយប្រមាណហើយ Pass App បានប្រមាណជើងហើយទទួលបានលុយប្រមាណអញ្ចឹងទស្សនាទាំងអស់គ្នាហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញរត់ហើយឥឡូវនេះខ្ញុំកាត់វីដេអូមកល្ងាចតិចបាទម៉ោង6ត្មងទៅដោយសារពេលថ្ងៃមានភ្ញៀវមួយដៃភ្ញៀវចាស់គាត់បុកទៅជូនគាត់ដើរលេងញ៉ាំអីចឹងហ្នឹងហើយសរុបភ្ញៀវនឹងតាំងពីបាយចូល2-3ម៉ោងដែរបាទហើយនៅពេលដែលខ្ញុំជូនភ្ញៀវដល់កូនដៅហើយខ្ញុំទទួលបាន100000បាទភ្ញៀវចាស់បាទគាត់ធ្លាប់ជិះមុនណាបាទអញ្ចឹងចំណូលខ្ញុំបានពីភ្ញៀវចាស់បាន100000ហើយចាំមើលតិចទៀតខ្ញុំនឹងបើក app ទាំងពីរបើក Grab ផងបើកPass App ផងបាទ app taxi ខ្ញុំណាបាទហើយឥឡូវនេះខ្ញុំនៅលើផ្លូវបាទចេញពីមិញចេញពី Eon 2បាទ Eon 2បាទចេញជូនភ្ញៀវទៅខាងពលានបាទពលានចាស់យើងបាទឥឡូវនេះយើងចេញពី Global មកបាទមិញ Eon 2មកជិះទៅកាត់ Global កាត់ខ្លាំងម្សៅថ្មីហើយមកដល់ផ្លូវភ្នំពេញថ្មីឬផ្លូវហាណូយណាបាទហើយកាត់វីដេអូទាំងអស់ហ្នឹងឥឡូវខ្ញុំជូនភ្ញៀវទៅខាងខេត្តកំពង់ស្ពឺមួយមានភ្ញៀវបុកទៅខាងកំពង់ស្ពឺបាទឥឡូវនេះខ្ញុំក៏បានចេញដំណើរទៅបាទកាត់តាមផ្លូវលបឿនលឿនបាទនេះខ្ញុំនៅលើផ្លូវទំនប់កប់ស្រូវបាទឥឡូវខ្ញុំអត់ទៅនេះទេខ្ញុំឡើងលើផ្លូវលបឿនលឿនតែម្ដងបាទដើម្បីទៅកាត់ខ្ញុំអត់ជិះកាត់ផ្លូវជាតិលេខ4ទៅតាមកបូលទៅតាមដល់ទៅតឹងទេបាទខ្ញុំគិតថាចរាចរណ៍វាអាចកកស្ទះពិបាកជិះដោយសារមានឡានកុងតឺន័រច្រើនអញ្ចឹងក៏ខ្ញុំសម្រេចចិត្តឡើងផ្លូវលបឿនលឿនបាទដោយការចំណាយនៅលើផ្លូវលបឿនលឿននោះសម្បត្តិវាបើយើងឡើងពីភ្នំពេញបាទកន្លែងកប់ស្រូវហ្នឹងទៅដល់ខាងកំពង់ស្ពឺបាទខាងកំពង់ស្ពឺកាំងកើតបាទគិតជាសម្បត្តិវាអស់តែ$2.2 សេនទេបាទ$2.2 សេនបាទអញ្ចឹងបើគិតជាលុយខ្មែរវាអស់ប្រហែលជា9000បាទ9000រៀលបាទអញ្ចឹងវាអស់9000បាទហើយលឿនដែរបាទយើងប្រញាប់មានការអីឡើងតាមផ្លូវលឿនលឿនទៅក៏លឿនដែរបាទតាមជិះភ្លេចខ្លួនតែបន្តិចដល់ហើយបាទដីប្រហែលជាខ្ទង់30គីឡូជាងតិចតួចទេបាទហើយឥឡូវនេះខ្ញុំនៅលើផ្លូវលបឿនលឿនបាទដោយខ្ញុំធ្វើដំណើរទៅតាមហ្នឹងស្រួលមកចរាចរណ៍គឺស្រួលជិះបាទអត់សូវមានឡានអីច្រើនទេបាទពីច្រើនឡានបើគេជិះកន្លងលឿនគេជិះកន្លងខាងស្ដាំបាទខាងឆ្វេងបាទយើងអត់សូវលឿនយើងជិះកន្លងខាងស្ដាំទៅហើយកន្លងខាងស្ដាំចុងបំផុតតូចហ្នឹងគឺសម្រាប់ដែលថាឡានមានបញ្ហាត្រូវចតបន្ទាន់អីអាហ្នឹងគេអាចស្ដាំកន្លងហ្នឹងបាទអញ្ចឹងក្នុងការយើងចូលលបឿនលឿនត្រូវគោរពកន្លងត្រូវដឹងពីកន្លងផ្លូវណាដែលយើងត្រូវបើកបរកន្លងផ្លូវណាដែលយើងត្រូវនេះហើយនេះខ្ញុំមកដល់ខាងច្រកចេញខាងកំពង់ស្ពឺកាត់ហើយបាទឥឡូវនេះខ្ញុំចាប់ដើមចូលមកគិតលុយបាទគិតលុយពេលចូលមកគេអត់តន់យកទេនៅពេលយើងចេញវិញបានគេយកបាទពីមុនប្រើកាតបាទចូលមកយកកាតឥឡូវអត់ទេយើងចូលមក scan តាមកាមេរ៉ា system កាមេរ៉ាហ្នឹងគេ scan ផ្លាកលេខយើងមកដល់ពេលយើងមកដល់ច្រកចេញបានគេគិតលុយតែម្ដងឥឡូវនេះខ្ញុំចូលមកកន្លងគិតលុយដោយសារយើងអត់ប្រើអាបានឬក៏ប្រព័ន្ធបងប្រាក់មុនទេអញ្ចឹងយើងបងជាសាច់ប្រាក់អញ្ចឹងក៏យើងចូលមកកន្លងខាងស្ដាំនឹងមកបាទហើយឥឡូវនេះខ្ញុំកំពុងគិតលុយបាទហើយបញ្ជាក់បងប្អូនថាក្នុងការគិតលុយនេះអស់តែ9000ទេឬក៏ជាដុល្លារ2.2 សេនបាទ2.2 សេនបាទគិតជាលុយខ្មែរអស់9000បាទប៉ណ្ណឹងបាទឥឡូវនេះខ្ញុំកំពុងរងចាំគេគិតមុនបាទឃើញមានឡានខាងមុខគេកំពុងគិតដែរបាទអញ្ចឹងយើងតាមលេខរៀងបាទហើយដូចជាមានចាប់ផ្លាកលេខអត់បានបាទពេលខ្លះកាមេរ៉ាឬក៏ឡានគាត់ចតទៅមុខពេកធ្វើឲ្យ system កាមេរ៉ានោះចាប់ផ្លាកលេខអត់បានក៏នេះដែរអញ្ចឹងយើងត្រូវចតឲ្យបានត្រឹមត្រូវដើម្បីឲ្យscan ទៅចេញផ្លាកលេខយើងតែម្ដងហើយគិតលុយយកតែម្ដងបាទឥឡូវនេះយើងរងចាំបន្តិចដោយសារវាមាននេះតិចតួចបាទអញ្ចឹងខាងគិតលុយគាត់ទៅផ្ទៀងផ្ទាត់លេខផ្លាកលេខឡានដើម្បីគិតលុយបាទ
បាទឥឡូវនេះចាប់ដើមដល់វេនខ្ញុំម្ដងហើយបាទដោយសារឡើងខាងមុខគឺគិតហើយហើយ ចាញ់ភ្លើងពណ៌បៃតងខ្វែងអញ្ចឹងយើងអត់តន់ទៅបានទេក្រហមអញ្ចឹងបាទឥឡូវយើងកំពុងចេញតិននៃផ្លាកលេខឡានហើយនឹងចំនួនលុយយើងត្រូវបង់បាទនៅពេលយើងបង់ហើយបានបើកប្រាស់យើងបានទៅបន្តទៀតឥឡូវនេះខ្ញុំកាត់វីដេអូខ្ញុំត្រឡប់មកពីកំពង់ស្ពឺវិញហើយបាទហើយឥឡូវនេះខ្ញុំក៏ឡើងលើផ្លូវលបឿនលឿនត្រឡប់មកវិញបាទនៅលើផ្លូវលបឿនលឿននៅពេលយប់ស្រួលជិះដែរបាទសារមានចំណាំងផ្លាតគំនូសផ្លូវមើលទៅច្បាស់បាទហើយមានផ្លាកសញ្ញាគ្រប់គ្រាន់ដែលយើងអាចធ្វើដំណើរបានស្រួលនៅពេលយប់ផងដែរបាទហើយតិចឥឡូវនេះខ្ញុំបានមកដល់កន្លែងបញ្ចូលគិតលុយខាងភ្នំពេញបាទយើងមកពីកំពង់ស្ពឺមកពីខេត្តវិញចូលដល់កន្លែងបញ្ចូលគិតលុយហ្នឹងប្រហែលជា4គីឡូបានដល់ផ្លូវកប់ស្រូវបាទអញ្ចឹងឥឡូវនេះខ្ញុំមកដល់ភ្នំពេញបាទភ្នំពេញកន្លែងគិតលុយចូលភ្នំពេញយើងវិញហ្នឹងបាទនេះគឺកន្លែងបញ្ចូលគិតលុយបាទហើយសម្រាប់មានកន្លងបៃតងហ្នឹងកន្លែងដែលយើងផេមុនផេអីហ្នឹងបាទមានភាសាបច្ចេកទេសមានច្រើនហើយប៉ុន្តែខ្ញុំអត់សូវច្បាស់ដែរប៉ុន្តែខ្ញុំឥឡូវខ្ញុំចូលកន្លងដែលយើងបង់សាច់ប្រាក់បាទបៃតងស្ដាំដៃពណ៌បៃតងហ្នឹងអាហ្នឹងយើងអាចចូលបានហើយបាទ3កន្លងហ្នឹងហើយកន្លែងគេមានកណ្ដុសខ្វែងហ្នឹងគឺយើងមិនអាចចូលបានទេឥឡូវនេះខ្ញុំចូលកន្លងកដាលហ្នឹងទៅដោយសារតែការកាត់លុយវាមានឡានតិចណាស់អញ្ចឹងវាស្រួលបាទស្រួលតែមួយផ្លែតយើងបានទៅតែម្ដងបាទហើយឥឡូវនេះយើងកំពុងរងចាំបាទកាត់លុយហើយចំនួនកាត់លុយគឺបាទទៅមកគឺប្រវែងវាដូចគ្នាអញ្ចឹងចម្ងាយវាក៏ប៉ុណ្្នឹងដែរបាទអស់$2.2 សេនដូចគ្នាបាទគិតជាលុយខ្មែរវា9,000រៀលបាទ9,000រៀលបាទឥឡូវយើងរងចាំបន្តិចបាទរងចាំបាទបន្ទាប់ពីខាងមុខគាត់គិតហើយឥឡូវចូលដល់វេនខ្ញុំម្ដងបាទខ្ញុំផេហើយខ្ញុំចាប់ដើមបើក app បាទមកចិត្តភ្នំពេញខ្ញុំចាប់ដើមបើក pass app និង grab ឡើងវិញបាទដោយសារតែខ្ញុំបានភ្ញៀវចាស់បាទខ្ញុំអត់ដឹងទៅណាទេគឺខ្ញុំបើក app ខ្ញុំមក Eon 2បាទដោយសារថ្ងៃនេះថ្ងៃសៅរ៍អញ្ចឹងអាចថាមានភ្ញៀវច្រើនបាទមកលេងនៅផ្សារទំនើប Eon 2សែនសុខបាទអញ្ចឹងខ្ញុំក៏បានចូលនៅផ្សារបាទចូលផ្សារទៅហើយរងចាំបន្តិចបាទនឹងមានភ្ញៀវបុកតទៅបាទយើងអាចចេញទៅជូនគាត់ទៅដល់គេហដ្ឋានរបស់គាត់ឬក៏កន្លែងផ្សេងដែលគាត់ចង់ទៅបានបាទចំពោះនៅផ្សារ Eon ដែរបាទផ្សារទឹកគឺមានភ្ញៀវច្រើនណាបាទភ្ញៀវច្រើនមកលេងបាទនៅផ្សារ Eon បាទផ្សារទំនើបផ្សារអីភាសាជាពេលវេលាដែលគេសម្រាប់ពីការងារហើយមួយទៀតក្មេងៗអត់ទៅសាលាអញ្ចឹងគាត់អាចនាំពួកគាត់មកលេងទស្សនានៅក្នុងផ្សារទំនើប Eon បាទ Eon សែនសុខហើយបច្ចៈ Eon យើងឥឡូវមាន3បាទ Eon 1នៅខាងចិត្តកោះពេជ្រនោះបាទចិត្តកោះពេជ្រនោះបាទផ្លូវសធារស់បាទហើយ Eon 2សែនសុខនិង Eon 3ផ្លូវ60ម៉ែត្របាទផ្លូវ60ម៉ែត្រមានជ័យបាទអញ្ចឹងមាន3បាទឥឡូវនេះខ្ញុំរងចាំបាទរងចាំនៅក្នុងផ្សារទំនើប Eon 2បាទហើយរងចាំហ្នឹងក៏មិនយូរប្រហែលដែរបាទតាមបន្តិចភ្ញៀវបុកចូលហើយបាទដោយសារទីតាំងនៅទាំងហ្នឹងមានមនុស្សច្រើនបាទហើយថ្ងៃនេះថ្ងៃសៅរ៍ទៀតណាបាទឥឡូវនេះខ្ញុំចូលបេនចំណតចតបាទចត3រកកន្លែងចតបន្តិចទៅបាទដើម្បីចាំទទួលភ្ញៀវ booking បាទហើយឥឡូវនេះខ្ញុំនៅចាំនឹងមិនយូរទេបាទ10នាទីអីបាទមានភ្ញៀវ book ចូលតទៀតទេបាទដោយសារមនុស្សច្រើនហើយកាត់វីដេអូមកដល់នេះដែរឥឡូវខ្ញុំជូនភ្ញៀវមួយបាទគាត់ book ភ្ញៀវពីភ្នំពេញមកដល់ពលានយន្តហោះបាទឥឡូវនេះខ្ញុំជូនគាត់មកដល់ពលានហើយខ្ញុំក៏បានថតវីដេអូតិចតួចដែរបាទហើយនេះគឺរូបខ្ញុំបាទពងឈរកាន់ទូរស័ព្ទថតដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាបាទហើយពលាននៅពេលយប់បាទម៉ោង10:11បាទគឺមានមួយបាទដោយសារពេលយប់អត់សូវច្រើនដោយពេលថ្ងៃអីទេបាទថ្ងៃពេលល្ងាចអីទេបាទហើយនេះគឺខ្ញុំក៏បានសល់ពេល10នាទីព្រោះគេ free 10នាទីបាទសម្រាប់ចំណតបាទហើយអរគុណភ្ញៀវដែរបាទគាត់ជិះពីភ្នំពេញមកអស់$60,000រៀលទេបាទ$60,000ត្រូវជា$15តែម្ដងនេះគាត់ឲ្យ tip ខ្ញុំ$5ទៀតអញ្ចឹងសរុបបាន$20ពីភ្ញៀវបាទអរគុណច្រើនអរគុណធំបាទទឹកចិត្តភ្ញៀវនេះជាការលើកទឹកចិត្តរបស់ខ្ញុំបន្តទៀតខិតខំប្រឹងប្រែងបាទអរគុណសម្រាប់ផ្ដល់ tip ខ្ញុំបាទបងស្រីបាទជនជាតិខ្មែរទេបាទគាត់ត្រូវទៅធ្វើការនៅក្រៅប្រទេសអញ្ចឹងក៏ខ្ញុំជូនគាត់មកដល់ពលានហ្នឹងទៅបាទឥឡូវនេះនៅពេលដែលខ្ញុំជូនគាត់ហើយបាទខ្ញុំក៏បានតម្លាក់គាត់រួចរាល់ហើយខ្ញុំក៏ដាក់ថតសកម្មភាពនៅក្នុងពលានខ្លះៗដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាបាទ
ណាថានៅពេលយប់ប៉ុណ្ណឹងបាទឥឡូវនេះខ្ញុំក៏បានថតអីរួចរាល់ហើយខ្ញុំក៏ចាប់ដើមបាទចាប់ដើមរៀបចំចេញដែរព្រោះយើងអត់សូវមានពេលច្រើនដែរទេបាទ10នាទីបាទតម្លាក់ភ្ញៀវហើយប្រហែលជា1នាទី2នាទីហើយយើងសល់ពេល4 5នាទីឬក៏7នាទីអីយើងអាចថតខ្លះៗទៅបាទកាត់ខ្លីៗចឹងទៅដើម្បីផុសជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទទស្សនាបាទហើយអានេះខ្ញុំថតបញ្ឈរដល់ពេលចឹងវីដេអូវាអត់សូវធំទេបាទហើយនេះខាងក្រៅពលានមានភ្លើងច្រើនបាទពេលយប់មានអារម្មណ៍ថាធំមែនតើបាទពលានយើងបាទមិនតូចទេបាទពលានថ្មីធំបើពលានតូចពលានចាស់រៀងតូចបាទតូចជាងនឹងតិចក៏ប៉ុន្តែឥឡូវនេះខ្ញុំក៏បានកាត់វីដេអូបានបាទរួចរាល់ហើយខ្ញុំក៏បានចេញមកបាទហើយខ្ញុំបើកឡានចេញមកហើយនៅពេលយប់បាទនៅពេលយប់បាទមានគេតម្លាក់ភ្ញៀវអីដែរគេចាប់ដើមទៅបដាបាទអញ្ចឹងយើងទៅគិតលុយអស់គ្នាប៉ុន្តែដោយសារយើងអត់បានឈប់លើសពី10នាទីគឺអត់គិតលុយទេបាទកន្លែងបញ្ចូលគិតលុយអញ្ចឹងគឺ free បាទ10នាទី free ហើយឥឡូវនេះខ្ញុំចេញពីវិញហើយបាទនៅជាន់លើនៅពេលដែលយើងជូនភ្ញៀវគឺជូនភ្ញៀវឡើងគឺនៅជាន់លើហើយបើយើងមកទទួលភ្ញៀវពេលច្រើនគឺនៅជាន់ក្រោមបាទវាមាន2ជាន់បាទហើយនេះគឺជាប្លង់ចុះពីលើពលានមកវិញបាទនៅជាន់លើដើម្បីចុះមកក្រោមគិតលុយហើយយើងត្រឡប់ទៅភ្នំពេញវិញបាទហើយនៅពេលយប់បាទគឺមានភ្លើងស្អាតមែនតើបាទភ្លើងស្អាតអំពូលមើលទៅអូច្រើនណាស់បាទហើយឥឡូវនេះក៏បានចូលបាទដើម្បីចេញវិញបាទច្រកចេញវិញហើយយើងបាន scan សបុតទៅដើម្បីយើងចេញហើយបញ្ជាក់ថាបើសិនជាអត់ដល់10នាទីគឺអត់យកលុយទេបាទគឺ free ឲ្យយើងបាទហើយខ្ញុំចូលទៅគឺអត់ដែលនេះទេបាទអត់ឲ្យលើស10នាទីទេតែលើសប្រកាសជាអស់លុយហើយបាទនៅពេលនេះយើងចាំតិចបាទគាត់គិតហើយបានយើង scan ចេញម្ដងបាទហើយលឿនទេបាទនៅនេះ scan តប្រហែលជា5វិនាទី10វិនាទីហើយបានចេញហើយបាទដល់ពេលវាស្គាល់អញ្ចឹងណាបាទអូខេបាទបន្ទាប់ពីខ្ញុំបាន scan ចេញរួចរាល់ឥឡូវខ្ញុំចេញត្រឡប់ទៅវិញប៉ុន្តែនេះហេងមែនតើបាទនៅពេលខ្ញុំចេញពីពលានទៅបានប្រហែលជា4-5គីឡូបាទដល់ចិត្តដល់ស្ពានព្រែកហូបាទមានភ្ញៀវមួយបាទបងស្រីមួយគាត់បុកបាទបុកពីនឹងមកដល់ឈុកវ៉ា2បាទឥឡូវនេះខ្ញុំទទួលគាត់ហើយខ្ញុំកាត់វីដេអូដើម្បីខ្ញុំជូនបងស្រីហ្នឹងដើម្បីទៅឈុកវ៉ា2បាទឥឡូវនេះខ្ញុំជិះកាត់ពីនឹងមកឆ្លងកាត់ចកាដងមកដល់ចំោះជ្រូកស្ទឹងមានជ័យហើយបន្ទាប់មកខ្ញុំបានឆ្លងកាត់ផ្លូវ2004ដើម្បីចូលតាមមុខពលានបាទមុខពលានហៅថាផ្សារតាំងកសាំងណាបាទហើយឥឡូវនេះខ្ញុំជូនគាត់នៅផ្លូវ2004បាទហើយផ្លូវ2004នៅពេលយប់គឺសភាពបែបហ្នឹងបាទមិនសូវជាអ៊ូអរប្រហែលទេហើយក៏មានអ្នកលក់ខ្លះៗដែរបាទនៅតាមផ្លូវហើយកន្លះសាំងហើយបងប្អូនធ្វើដំណើរមានតិចតួចបាទឥឡូវនេះខ្ញុំក៏បានធ្វើដំណើរមកដល់កែង2004បាទហើយសរុបថ្ងៃនេះដែរខ្ញុំទទួលបាន Grab 4ជើងបាទបានលុយ 35,000 Pass up 2ជើងបាន 55,000 ដោយសារមានពលានមួយជើងបាទហើយភ្ញៀវចាស់បាទភ្ញៀវចាស់ធ្លាប់ជិះក៏បាន10បាទហើយសរុបទាំងអស់បាន19,000ហើយនឹងបាន tip 38,000 បាទសរុបគឺបានថ្ងៃនេះបាន20,000ជាងដែរបាទ23,000បាទអរគុណពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នា